ជំងឺអង្ត្រៈបណ្ដាលឲ្យដំរីទឹកធំៗ50ក្បាលងាប់រដូវរណែលនៅកុងហ្គោសត្វដំរីទឹកធំៗយ៉ាងតិច50ក្បាលនិងក្របីមួយចំនួនបានងាប់រដូវរណែលដោយសារតែឆ្លងជំងឺអង្ត្រៈនៅក្នុងឧទ្យានជាតិវីរ៉ុងហ្គានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប្រភពពីសារព័ត៌មាន CNN បានបន្តថាខណៈដែលជំងឺអង្ត្រៈកំពុងតែឆ្លងយ៉ាងឆាប់រហ័សសូម្បីតែសត្វធំៗដូចជាសត្វដំរីទឹកក៏រងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរដោយសារតែជំងឺនេះជុំវិញរឿងនេះនាយកឧទ្យានលោក Emmanuel de Merod បាននិយាយកាលពីដើមខែមេសាថាការធ្វើតេស្តបានបញ្ជាក់រកឃើញជំងឺអង្ត្រៈជាមូលហេតុប៉ុន្តែប្រភពចម្លងពិតប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយទេជាមួយគ្នានេះគេបានបង្ហាញរូបថតសត្វដំរីទឹកងាប់អណ្ដែតពេញក្នុងទន្លេអ៊ីសាសាដែលស្ថិតនៅតំបន់ជាប់ព្រំដែនប្រទេសអ៊ូហ្គងដាការបាត់បង់សត្វដំរីទឹកក្នុងចំនួនច្រើនបែបនេះគឺជាបញ្ហាដ៏ធំមួយសម្រាប់ឧទ្យានជាតិនេះខណៈដែលពួកគេបានខិតខំអស់ជាច្រើនឆ្នាំដើម្បីស្ដារចំនួនសត្វដំរីទឹកឡើងវិញដោយពូជសត្វដែលមានមាឌធំទាំងនេះបានធ្លាក់ចុះពីចំនួនជាង 20,000 ក្បាលមកត្រឹមតែប្រមាណ100ក្បាលប៉ុណ្ណោះព្រោះតែការប្រមាញ់និងសង្គ្រាមឥឡូវនេះឧទ្យានខាងដើមមានសត្វដំរីទឹកប្រហែល 1,200 ក្បាលហើយបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានបានហាមប្រជាជនមិនឲ្យចូលទៅជិតសត្វព្រៃនិងត្រូវដាំទឹកឲ្យបានឆ្អិនល្អជានិច្ចដើម្បីបញ្ជៀសការឆ្លងជំងឺអង្ត្រៈសូមរំលឹកថាជំងឺអង្ត្រៈគឺជាជំងឺដ៏កាចសាហាវដែលកើតពីបាក់តេរីនៅក្នុងដីដែលឆ្លងចូលទៅខ្លួនសត្វតាមរយៈការដកដង្ហើមសត្វដំរីទឹកជាច្រើនទៀតបានងាប់និងឃើញអណ្ដែតពាសពេញទន្លេខណៈអ្នកអភិរក្សសួនកំពុងរកវិធីដុតកំទេចសាកសពសត្វដែលងាប់ដោយសារតែជំងឺអង្ត្រៈនេះ